miền trong phơi thơm hộp nước không hàng rong ngày hay ấy nhom thời trôi thơm hộp nước không tiệt bài tiệt thưa mê kê thưa ta cai kê miền trăm ta tay khuôn san coi cất lối nơi cái lại cất lối nhất là bong bóng cứ nhom thời thưa ca cụm một nước không hàng ao ta thang khoa bộc lực đôi chiếc ngày ninh chân cứ ở trong phơi bao nhóm quạt miền ca là bồi nước không khô xa quạt sông để áo hay nơi không hàng nhóm cứ miền trong phơi mà nè cho mồi con cái bật chùm nuồn buồn nè là bong bóng hay ngày nay cứ trong phơi sông sầm rạ để áo mà ngày hay con cái bật sầm rạ để áo mà ngày thế cứ nó so con cái bật pi nè hay nhóm cái trôi chùm nuồn cái lại trong phơi cứ mau chùm ăn mà hôm hay chạy đòn ngày nay cứ soi thế con cái bật nhóm mà nè nhóm áo quạt chui cặp màu ăn á tai quạt mền cặp tầm màu ăn ấy là bong bóng cứ quạt cặp tham tặng đầy quạt màu tiền nhảy vì tha ôi đặt đầy à giờ hồi chia mà nhom ở hiên mơ đầy quạt tê của ấy nhom chia mà được mà nhẹ đầy khai chia bong bóng nhom còn là khơi chia mới cứ nhom ai vừa một sờ lọp đây chân nhom ở hiên mới nè bọc cái lực này ai nước bạn đặt quạt giờ từ pet đây đây là ọt bay thề bong bóng còn là cặp món đấy là đây ọt bay thề chân được không hàng nhom cứ vào bọc cái lực hàng trong phơi phong có sầm rạ côn cái bật có sầm rạ miền Tây nhà Hà làng pi nè chân là so tả côn cái bật mà nè chân ngàyនេះគឺខ្ញុំចូលមកចំអិនម្ហូបឲ្យភ្ញៀវថ្ងៃហ្នឹងគឺមកច្រើនទៀតអញ្ចឹងគឺខ្ញុំធ្វើម្ហូបតាមម្នាក់ឯងទេម្ហូបយើងធ្វើតាមផ្ទះក្នុងម្ហូបមួយមុខអាចចំណាយពេលពី10ទៅ15នាទីសម្រាប់មុខម្ហូបមួយមុខប៉ុន្តែសម្រាប់ខ្ញុំជាអ្នកលក់នៅក្នុងហាងបងប្អូននៅពេលដែលភ្ញៀវចូលច្រើនណាខ្ញុំមិនអាចនៅចាំធ្វើម្ហូបម្ដងមួយមុខទេគឺខ្ញុំត្រូវបញ្ឆេះចក្រានម្ដង3ខ្ញុំត្រូវធ្វើចំអិនម្ហូបម្ដង3មុខហើយក្នុងរយៈពេលតែ10នាទីឲ្យឆ្អិនម្ហូបដំណើរគ្នាអញ្ចឹងគឺខ្ញុំត្រូវទៅធ្វើយ៉ាងម៉េចឲ្យម្ហូបរបស់ខ្ញុំនោះគឺចេញដំណើរគ្នាដើម្បីឲ្យភ្ញៀវគាត់កំងហើយគាត់ញ៉ាំបានក្តៅៗអញ្ចឹងមិនមែនថាបើសិនជាយើងជាតកែគេយើងជាមេគេបើយើងអត់ចេះគ្រឿងម្ហូបបើសិនជាមានបញ្ហានៅក្នុងផ្ទះបាយដូចខ្ញុំថ្ងៃនេះអញ្ចឹងគឺបញ្ហាផ្ទួនចុងភៅក៏ដេអូកូនក៏បាត់ក៏មានបញ្ហាហើយបើសិនជាខ្ញុំជាម្ចាស់ហើយខ្ញុំអត់ចេះទៀតគឺក្នុងហាងរបស់ខ្ញុំគឺត្រូវបិទទ្វារមកដោយសារអត់មានអ្នកគេដែលត្រូវមកធ្វើឬមកក៏ចំអិនម្ហូបទេអញ្ចឹងបើសិនជាធ្វើតកែគេខាងលក់ម្ហូបអាហារបងប្អូនគឺត្រូវតែចេះធ្វើម្ហូបសម្រាប់រសជាតិនៅក្នុងហាងរបស់យើងត្រូវដឹងគ្រប់រសជាតិហើយយើងត្រូវតែចេះគ្រប់គ្រងរសជាតិចេះមើលចុងភៅចេះមើលកូនក៏បាត់បានយើងអាចបើកហាងដំណើរការបានរលូនបើសិនជាយើងអត់ចេះមើលអត់ចេះគ្រប់គ្រងហើយខ្ញុំជឿជាក់ថាបងប្អូនដែលគាត់អត់ចេះចំអិនម្ហូបដែលខ្លួនឯងគាត់សង្ឃឹមលើចុងភៅគឺចុងភៅក៏លុកខ្លាំងមែនតើហើយនៅពេលដែលគាត់មានបញ្ហាអីនៅក្នុងផ្ទះបាយគឺយើងអត់អាចចូលធ្វើបានដោយសារយើងអត់ចេះអញ្ចឹងគឺក្នុងហាងរបស់យើងគឺត្រូវតែបិទទ្វារដោយសារតែចុងភៅតែម្ដងអញ្ចឹងហើយបានខ្ញុំត្រូវតែពេលដែលអត់មានចុងភៅមិនថាការងារអីទេគឺខ្ញុំត្រូវចូលមកជំនួសមិនថាការងារខាងចុងភៅឬមួយការងារខាងបុគ្គលិកខាងក្រៅទេដូចថ្ងៃនេះអញ្ចឹងមិនមែនខ្ញុំតែងខ្លួនស្អាតបែបនេះមកធ្វើជាចុងភៅមកចំអិនម្ហូបទេណាបងប្អូនថ្ងៃនេះគឺខ្ញុំអត់ត្រូវមកចំអិនម្ហូបដោយសារខ្ញុំមានការរវល់នៅខាងក្រៅដែរប៉ុន្តែចែកដនដែលចុងភៅខ្ញុំគាត់សុំសម្រាប់កន្លះថ្ងៃហើយជាមួយនឹងមកព្រឹកទេដោយសារចុងភៅខ្ញុំគាត់ធ្វើអាចារ្យការផងបងប្អូនអញ្ចឹងគាត់ទទួលការងារកម្មវិធីនៅខាងក្រៅហើយតែពេលដែលថ្ងៃដែលគាត់សម្រាប់អីអញ្ចឹងទៅគឺខ្ញុំចូលមកជំនួសដោយសារគាត់ក៏ជាមនុស្សម្នាក់ដែលយោគយល់ជាមួយខ្ញុំគាត់ធ្វើការដោយទឹកចិត្តណាបងប្អូនថ្ងៃខ្លះគាត់ធ្វើការជាមួយខ្ញុំពីម៉ោង9ព្រឹកដល់9យប់ប៉ុន្តែបើសិនជាថ្ងៃដែលមានភ្ញៀវច្រើនគាត់អាចថែមម៉ោងរហូតដល់ម៉ោង11 12យប់ក៏គាត់អត់ដែរល្អីល្អូអីឬមួយក៏ម៉ាំងក៏មកដាក់ខ្ញុំដែរអញ្ចឹងខ្ញុំមានអារម្មណ៍ថាគាត់មានទឹកចិត្តចំពោះខ្ញុំនៅពេលដែលគាត់មានបញ្ហាឬមួយគាត់រវល់អីក៏ខ្ញុំមិនដែរមើលនឹងផ្នែកដែរគឺខ្ញុំចូលជួយជំនួសដៃជំនួសជើងគាត់ដែលធ្វើឲ្យគាត់នឹងអាចមានពេលវេលាជាមួយនឹងគ្រួសារឬមួយក៏ការងាររបស់គាត់នៅខាងក្រៅហើយខ្ញុំជាមនុស្សម្នាក់ដែលយល់ចិត្តបុគ្គលិកខ្លាំងបំផុតនៅពេលដែលពួកគាត់មានទុក្ខធុរៈអីគឺខ្ញុំមិនដែរមើលនឹងផ្នែកទេគឺខ្ញុំតែងតែជួយពួកគាត់ហើយបើថាការបង្រៀនឬមួយក៏ចែករំលែកបទពិសោធន៍សម្រាប់ខ្ញុំវិញបើសិនជាកូនកបិតវិញការងារគឺខ្ញុំប្រាប់ពួកគាត់គឺមិនឲ្យគាត់ថាធ្វើឲ្យមិនចេះណាគាត់តែមើលខ្ញុំគឺគាត់ចេះហើយគាត់យល់ហើយគាត់អាចទៅរៀនឬមួយក៏គាត់ទៅបើកហាងបានតែម្ដងពួកខ្ញុំមិនដែរលាក់តម្រេះខ្លួនឯងទេបងប្អូនសឹងថាសឡមួយឆ្នាំត្រូវដាក់គ្រឿងអីគឺខ្ញុំឲ្យគាត់ឈរមើលហើយឈរដាក់តាមខ្ញុំហ្មងគឺខ្ញុំចែកបទពិសោធន៍របស់ខ្ញុំចែករំលែកចំណេះដឹងដែលខ្ញុំមានគឺឲ្យពួកគាត់ឲ្យតែពួកគាត់បកកែចេះបកកែចង់រៀនបកកែចាប់បានគឺគាត់រៀនមួយខ្ញុំតែកន្លះម៉ោងគឺគាត់អាចធ្វើម្ហូបបានសឹងថាក្នុងហាងខ្ញុំទាំងអស់គាត់ចេះទាំងអស់ហើយណាបងប្អូនហើយដោយម្ហូបក្នុងថ្ងៃនេះចឹងគឺម្ហូបចូលរហូតបងប្អូនខ្ញុំធ្វើម្នាក់ឯងបដាហើយកូនកបិតនៅជួយរៀបពីក្រោយគឺកូនកបិតមានតែម្នាក់ទៀតអញ្ចឹងត្រូវរត់ទៅរត់មកតែម្នាក់ឯងណាបងប្អូនប៉ុន្តែហាងរបស់ខ្ញុំមិនមែនលក់ដាច់ចឹងរាល់ថ្ងៃទេបងប្អូនគឺយើងលក់ដាច់តាមថ្ងៃដូចមានបងប្អូនខ្លះដែលគាត់មកលេងនៅហាងវាសាយក្បែរស្ពានអ្នកលឿងខ្ញុំគាត់ថាពេលដែលខ្ញុំមកគឺអត់មានកន្លែងអង្គុយទេគឺមនុស្សពេញអីអញ្ចឹងណាខ្ញុំពិតជាអធិស្ឋានបងប្អូនមែនសម្រាប់ខ្ញុំគឺនៅហាងបែបស្រុកស្រែបងប្អូនអញ្ចឹងថ្ងៃខ្លះក៏យើងលក់ដាច់ទៅគឺថ្ងៃសៅរ៍អាទិត្យដែលយើងលក់ដាច់ជាមួយនឹងថ្ងៃបុណ្យទានបងថ្ងៃច័ន្ទដល់ថ្ងៃសុក្រណាបងប្អូនគឺលក់ស្ងាត់ដែរទេមួយថ្ងៃគឺមានបន្ទុកពីរតុកភ្ញៀវចេញចូលមួយទេហើយសម្រាប់ចុងភៅគឺយើងមានតែម្នាក់ដោយសារហាងរបស់ខ្ញុំហ្នឹងគឺនៅខេត្តបងប្អូនអញ្ចឹងវាមិនលក់ដាច់ណាស់ណាដែលធ្វើឲ្យខ្ញុំត្រូវដាក់ចុងភៅ2 3នាក់ឬមួយក៏បុគ្គលិកដែលច្រើនលើសហ្នឹងណាសម្រាប់ចុងភៅមានម្នាក់នៅពេលដែលភ្ញៀវបុកចូលច្រើនគឺខ្ញុំតែងតែចូលជួយគាត់ដូចជាថ្ងៃសៅរ៍អាទិត្យគឺខ្ញុំតែងតែនៅហាងវាស្រែឬមួយក៏ថ្ងៃបុណ្យទានធំគឺខ្ញុំអត់ដែរដើរចោលហាងដោយសារភ្ញៀវច្រើនគឺខ្ញុំត្រូវចូលធ្វើចុងភៅជាមួយនឹងចុងភៅគឺបាន2នាក់អញ្ចឹងណាហើយកូនកបិតនៅខាងក្រោយហ្នឹងគឺមាន4 5នាក់អញ្ចឹងទៅហើយ
ហើយសម្រាប់បុគ្គលិកនៅខាងក្រៅផ្សេងទៀតចូលចិត្ត20នាក់ដែរបុគ្គលិកខ្ញុំណាបងប្អូនប៉ុន្តែសម្រាប់ចុងភៅគឺមានតែម្នាក់ទេដែលជំនួសដៃខ្ញុំនៅពេលដែលខ្ញុំអត់នៅហាងតែនៅពេលដែលខ្ញុំនៅហាងគឺខ្ញុំចូលធ្វើជាមួយនឹងគាត់ហើយនៅហាងខ្ញុំក៏មិនមែនថាត្រូវលក់ដាច់រាល់ថ្ងៃហើយភ្ញៀវពេញរាល់ថ្ងៃទេបងប្អូនគឺលក់ដាច់តាមថ្ងៃអ្នកលក់បាយម្ហូបគឺប្រកាសជាដឹងហើយគឺយើងហាងរបស់យើងមួយគឺមិនមែនថាត្រូវតែដាច់ភ្ញៀវពេញរហូតទេណាបងប្អូនឃើញខ្ញុំថ្ងៃនេះស្អាតហ្នឹងមិនមែនខ្ញុំមកធ្វើម្ហូបនៅក្នុងផ្ទះបាយហើយត្រូវតែស្អាតចឹងទេណាបងប្អូនរាល់ថ្ងៃគឺអត់ស្លៀកពាក់ចឹងទេបងប្អូនមកថាត្រូវមកចម្អិនម្ហូបមកត្រូវមកធ្វើចុងភៅទេគឺខ្ញុំពាក់តែអាវកក្អមដៃវែងទេបងប្អូនដោយសារយើងត្រូវឆាត្រូវជៀនអីហ្នឹងគឺខ្ទាតខ្លាញ់ខ្ទាតទឹកអីមកសិតតែទឹកក្តៅខ្លាញ់ក្តៅអញ្ចឹងខ្ញុំពេលខ្លះគឺពាក់អាវកក្អមមកធ្វើម្ហូបប៉ុន្តែថ្ងៃនេះចុងភៅសុំសម្រាប់ដេកអស់ភ្លាមហើយនៅក្នុងផ្ទះបាយមានបញ្ហាភ្លាមគឺខ្ញុំចូលជំនួសតែម្ដងទៅ